Vậy xu ông ốc nia, anh ấy đã cứ hiệp cho bắn, cứ nôm thằng này cứ chỉ một phết nôm khí, đây chỉ cao thom bỏ ở chung chết sang Singapore, đôi ở đây là còn bạn bật lên sticker này chứ, cứ quạt cô nó quạt cứ trong ở Việt Campuchia dương miền son được phép quạt bàn xe thà son được phépสำหรับ Campuchia peace to Cambodia donation from Singapore ក្នុងក្រុមបន្តរបស់ខ្ញុំគាត់ជាជនជាតិសិង្ហបុរីគាត់មានទឹកចិត្តគាត់មានបេះដូងធំមែនទែនគាត់តែងតែស្រឡាញ់បងប្អូនកម្ពុជាមិនថាជួបប្រទេសនៅទុកលំបាកអីទៅជាក់ស្ដែងពេលនេះគឺគាត់ជួយ10000នំទៅកាន់ជនពិសេសនិង10000នំទៀតទៅកាន់បងប្អូនក្នុងសមរភូមិបាទអញ្ចឹងថ្ងៃស្អែកពួកយើងនឹងចេញដំណើរចំនួន20000នំទៅខេត្តបន្ទាយមានជ័យទៅចែកបងប្អូនជនពិសេសនិងបងប្អូនកងទ័ពនៅបណ្ដាជួរមុខហើយវីដេអូនេះដែរសូមថ្លែងអំណរគុណទៅកាន់បង Harry បាទគាត់គឺជាអ្នកគៀងគោនៅអ្នកឧបត្ថម្ភម្ចាស់ជំនួយផ្សេងៗដែលជាជនជាតិសិង្ហបុរីបាទគាត់បានឧបត្ថម្ភជានំចំនួន20000នំស្អែកយើងចេញដំណើរចឹងអរគុណចាំមែនតើនំទាំងអស់នេះបើសិនជាមានការប្រៀបធៀបសម្រាប់ខ្ញុំគឺខ្ញុំប្រៀបដូចជានំ UN ដែលអាចចំអែតជំនួសបើថាជំនួសបាយជំនួសអីយើងអាចហូបបានបាទហើយក្នុងមួយកញ្ចប់នេះគឺមាន90ក្រាមហើយស្អែកគឺពួកខ្ញុំធ្វើដំណើរដល់ម៉ូតូហើយគាត់បើកឡានពួកអីគាត់មានវ័យចំណាស់គួរសមដែរតែជើងមុនគាត់ជិះម៉ូតូទេតែជើងនេះគឺពួកយើងឯកភាពគាត់ជិះឡានដែរដើម្បីភាពងាយស្រួលរបស់គាត់និងសុវត្ថិភាពបាទពេលប្រហែលថ្ងៃមុនគឺខ្ញុំបានបង្ហោះលក់ម៉ូតូរបស់គាត់ដែលជាប្រភេទម៉ូតូ HADV ឆ្នាំ2018ហ្នឹងគឺឥឡូវគាត់លក់ដាច់ហើយអញ្ចឹងគាត់យកលុយហ្នឹងទៅជួយតាមការសន្យារបស់គាត់ពិតប្រាកដមែនបាទចឹងឥឡូវយើងបានមកដល់ក្រុងសេរីសុភ័ណ្ឌបាទរ៉ាសាំង Total នេះគឺជាប៊ីនំដែលនឹងត្រូវធ្វើការចែកក្នុងពេលបន្តិចទៀតនេះបាទនេះ special thank to បង Harry so much for big donate ហើយតិចទៀតយើងនឹងធ្វើដំណើរទៅកាន់តំបន់ជនពិសេសដូចតាមអ្វីដែលខ្ញុំនិយាយពីទៅមិញបាទអូស្ពឹកមុខបងប្អូនហើយជិះមកអាកាសធាតុត្រឹមតែ15អង្សាទេបាទឡើងរួញអស់ហើយរួញអស់រហូតឡើងឃើញហ្មងបាទចាំយើងទៅដល់តំបន់នោះគឺយើងមិនដឹងថាយើងអាចថតបង្ហាញបានកម្រិតណាទេបាទអញ្ចឹងយើងធ្វើក្នុងកម្រិតណាមួយដែលយើងគោរពទៅតាមលក្ខខណ្ឌបងប្អូនជនពិសេសក៏ដូចជាបងប្អូនកងទ័ពដូចគ្នាយើងអាចធ្វើអីលើសលក្ខខណ្ឌព្រោះអាចបន្តភាពកការគ្រោះថ្នាក់ដល់ពួកគាត់វិញបាទអស់ហើយមកអស់ហើយលេងហើយអស់មែនតើហើយអស់បងប្អូនអរគ្នាឥឡូវគឺអំណោយយើងបានមកដល់ទីតាំងហើយឥឡូវគឺយើងតម្លាក់នៅនេះចំនួន8000នំស្មើនឹង50កេសបាទតាមពិតទៅពេលដែលមកដល់គឺមានអារម្មណ៍ថាសំណោះសំណោខ្លាំងមែនទេដោយសារតែគាត់ឮថាយើងចែកអំណោយចែកអីហ្នឹងគឺគាត់មកព្រូតែម្ដងមិនដឹងថាការដែលយើងប្រមូលអំណោយមកនេះគឺអាចផ្គង់ពួកគាត់បានរយៈពេលប្រហែលទេប៉ុន្តែយើងនឹងព្យាយាមធ្វើតាមលទ្ធភាពរបស់យើងមិនអាចធ្វើអ្វីហួសលទ្ធភាពបានបាទពួកយើងមានតែប៉ុណ្្នឹងមួយចំនួនយើងត្រូវចែកទៅខាងកងទ័ពមួយចំនួនទៀតដែលយើងត្រូវចែកទៅខាងបងប្អូនជនពិសេសដូចគ្នាបាទណាបានពាន់នំបាទដើមអំណោយនំ8000នំពពបាទប្រកជូនអង្គដូចជាអ្នកចាត់ចែងពបាទសូមវេទៅពណែសាធុចម្រើនពដល់បងប្អូនយើងប្រុសស្រីដែលតាមដានเพจឬអខុនរបស់បងប្រុសថ្ងៃសៅរ៍ត្រូវនឹងទី10ញោមញាតមានរបស់របរអីមានមុងមានភួយមានកន្ទេលមានតង់ចែកជូនដល់ក្រុមគ្រួសារដែលភាសាអ្នកខ្លះខ្សត់អត់នៅតាមផ្ទះអ្នកខ្លះក៏បានមកស្នាក់នៅនឹងវត្តអ្នកខ្លះក៏ស្នាក់នៅតាមមណ្ឌលដែលរដ្ឋបាលគាត់បានចាត់ចែងឥឡូវនេះនៅខាងវត្តហើយយើងស្ដាប់គោលការណ៍រដ្ឋបាលតែយើងមិនទាន់បានឲ្យគាត់ត្រឡប់ទៅវិញទេតែយើងផ្សព្វផ្សាយទៅហើយអ្នកណាដែលអត់ឲ្យជីដាក់10ផ្ទះទេប៉ុន្តែបច្ចុប្បន្ននេះនៅសល់ឡើង400ជិត500គ្រួសារហើយបងប្រុសក៏មានចិត្តមេត្តាមិនទុកបងប្អូនយើងចោលទេគាត់មានជានំអ្នកខ្លះមានខោអាវអ្នកខ្លះមានមុងមានកន្ទេលជាស្ដីបងប្រុសយកនំឡើងម្លានញោមអើយនេះនំតែយកនំឡើងម្លានយកមកចែកជូនដល់បងប្អូនភាសានៅវត្តតែហើយនេះញោមអើយនេះអូបៃជិនជិតមកភូមិនោះអូបៃជិនដល់ពីខាងនេះអ្នកប្រៃច័ន្ទញោមនេះប្រៃច័ន្ទខាងនោះញោមអើយនោះស្វាយចេកនោះនៅតំបន់ក្រហមទាំងអស់តែអញ្ចឹងបងប្អូនយើងអើយមានរបស់របរណាចង់ជួយចូលរួមដល់បងជួមុខនិងបងប្អូនភាសានៅខេត្តបន្ទាយមានជ័យបានអាចថាទៅតាមเพจបងប្រុសក៏បានញោមណាគាត់តាមដល់វត្តហើយញោមអើយអនុមោទនី
តាមពិតទៅឲ្យធំគឺគាត់លេងអូអូសាធុសាងកពួរ គាត់បានប្រមូលរៀងទៀតហើយក៏ដូចជាថៅការទុនទៀតគាត់គឺឲ្យយើងចាត់ចែងតែបាទប៉ុណ្ណឹង សាធុសាធុហើយបែបបងដាក់ដល់យើងដាក់ចាអូខេបងអូខេចែកមកខាងនេះចាប់ពួកខ្ញុំទៅក្នុងខែទៀតយ៉ាអូខេបងអូខេបានមកបងយ៉ាងណាគឺទីមកទៀតឲ្យបត្រាជួយចាច់ប្រាហ្នឹងហើយខ្ញុំមកនេះដែរគឺមានការចងចែងពីខាងបងនេះខាងបងដើម7បាទគាត់ជួយខ្ញុំចាក់តងគាត់តាំងពី10ថ្ងៃមុនបាទរយៈស្ដែងបានមកឥឡូវបានមែនតើអរគុណបងសម្រាប់ការសហការបាទអរគុណច្រើនការនេះឲ្យបងប្អូនយើងបានជួយគ្នាបាទមានអីចាំចាក់តងគាត់ហើយខ្ញុំដាក់លេខទូរស័ព្ទគាត់នៅក្នុងស្តុកហ្នឹងអរគុណច្រើនបាទបងអរគុណណាបងអរគុណមែនតើបងបែបចាឯងញោមតែម៉ូហើយក៏ស្នាក់នៅទៅលោកថាអីទេអត់តែចេះហូបបាយគឺយើងរស់ទាំងអស់គ្នាហើយហើយសុំកាត់កាត់ដោយបងប្អូនបានឃើញទាំងអស់នេះគឺជាសកម្មភាពបងប្អូនជនជាតិសឹកដែលស្នាក់នៅកន្លែងមួយនៅក្នុងក្រុងសារីសុភ័ណ្ឌបាទនិយាយអត់ចង់ចេញដោយសារតែពេលដែលមកដល់ឃើញទស្សនវិជ្ជាគឺពិបាកមានអារម្មណ៍គាត់ពិបាកបងប្អូនបាយពីផ្ទះបាទហើយបន្តិចចង់ទៅផ្ទះគាត់កើតមកហូបគាត់នឹងហូបគ្រប់គ្រាន់អត់យើងធ្វើគឺតាមលទ្ធភាពរបស់យើងអញ្ចឹងខ្ញុំសង្ខេបជូនប៉ុណ្្នឹងបងប្អូនអរគ្នានៅបន្តទៅមុខទៀតបងថ្ងៃនេះមានអ្វីចែកជូនដល់បងប្អូនយើងប្រជាពលរដ្ឋបាទបងថ្ងៃរំដោយតាមរយៈក្រុមគឺក្រុមម៉ូតូ XADV គាត់ donate នំចំនួន 20000 នំបាទ 10000 នំគឺសម្រាប់ជនភៀសសឹក 10000 នំទៀតគឺសម្រាប់បងប្អូនកងទ័ពនៅសមរភូមិមុខអរគុណពេកសម្រាប់ប្រងយ៉ាងណាអត់សម្រាប់ប្រងបាទទេ Go in front មក Go front មកអត់តាអត់ត្រាបត់អូបាទបាទដល់ប្រកបដែរមកកុំទៅត្រឡប់ក្រោយទៅមក
tớiឥឡូវយើងបន្តមកវត្តគិរីវងផ្សេងផ្សានក្នុងករីសុភ័ណ្ឌដដែលហើយក៏មានបងអភិបាលក្រុងគាត់ចូលរួមចែកជំនឿសឹកតែនេះដូចតែទេតែនំយើងសល់ច្រើនអញ្ចឹងយើងដើរចែកគ្រប់កន្លែងទាំងអស់បាទបងប្អូនបង្ហាញហើយកាមេរ៉ាបង្ហាញបងប្អូនយើងអូខេហើយក្នុងនឹងដែរក៏នេះបាទជំនឿសឹកបន្តគេងដដែលបាទគាត់នៅតែបន្តគេងដដែលបាទអញ្ចឹងយើងនៅបន្តសកម្មភាពយើងច្រើនទៀតបាទតាមរយៈមូលនិធិកន្លងទៅបន្ទាប់ដោយបងទីនេះដែលបានជួយសម្របសម្រួលគ្រប់នីតិវិធីឲ្យពួកយើងខ្ញុំយកជំនួយមកដល់ដៃពួកគាត់ហើយនឹងជួយរៀបចំពួកគាត់បានមកទទួលយ៉ាងល្អទៅដែរបាទសូមអរគុណឥឡូវយើងបន្តមកវត្តភ្នំជញ្ជាំងបងប្អូនដល់បងប្អូនហ្នឹងដែលបានមកទេបាទនៅនេះក៏មានចំនួនសមាជិកគ្រួសារ50គ្រួសារដូចគ្នាអញ្ចឹងយើងបន្តចែកនំដដែលបាទkhá là vui mày Father, gentleman.